សួស្តីបងប្អូនដែលមកកាន់ Channel YouTube របស់កែវមនីថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីសកម្មភាពកម្មករដែលគាត់នឹងដាំបន្លែស្អាតនៅក្នុងក្រុមហ៊ុនរបស់យើងប៉ុន្តែក្រុមហ៊ុនខ្ញុំអត់មាននិយាយឈ្មោះទេព្រោះដោយសារប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្រុមហ៊ុនបាទនិងជាបន្តទៅនេះគឺមានសកម្មភាពឡានដែលកំពុងតែដឹកជែកចាក់មកដើម្បីសម្រាប់ឲ្យជ្រូកមាន់ទាបាទគឺច្បាស់ណាស់បន្លែស្អាតយើងត្រូវការអាចគោអញ្ចឹងយើងរៀបចំអាចគោហើយនឹងធ្វើដីឥឡូវបច្ចុប្បន្នដីដែលវាមានគ្រោះឬក៏មានដីដុំដីធំយើងនឹងកាប់ឲ្យវាតូចហើយនឹងមានខ្យល់ដង្ហើមនៅក្នុងផ្លូវដីបានយើងដាក់ដាំបន្លែយើងមានគ្រប់សពទាំងអស់មានទាំងជីល្ពៅស្ពៃបន្ទាប់មកគឺប្រព័ន្ធទឹកនឹងធ្វើស្មៅបងប្អូនអាចជីជាស្រះអាងធំមួយឬក៏យើងអាចជីជុំវិញតាមដែលតម្រូវការឬក៏សមត្ថភាពរបស់បងប្អូនទាំងអស់គ្នានេះគឺប្រព័ន្ធទឹកខ្ញុំនឹងយកទឹកនេះទៅស្រោចនៅក្នុងបន្លែទាំងអស់ពេលដែលស្រោចហើយបាន1ខែចាប់ផ្ដើមជីវាលូតលាស់ឡើងធំមកយើងអាចធ្វើផ្លូវទឹកយើងឆាយឆ្មៅយើងលើករងដើម្បីឲ្យជីវាលូតលាស់ថែមបន្តទៀតពេលដែលកាសធាតុវាក្តៅអញ្ចឹងបងប្អូនអាចយើងស្របស្លឹកឬក៏ស្មៅពីខាងលើយើងអាចទ្រាប់ស្បៃវាលើមួយជាន់ទៀតដើម្បីកុំឲ្យវាក្តៅពេកពេលដែលវាលូតលាស់ធំអញ្ចឹងយើងអាចកាត់តម្រឹមវាឲ្យវាមានចេញមែកចេញផ្កាបានច្រើនបាននឹងក្នុងពេលវេលានេះយើងធ្វើគ្រប់សពអស់ហើយគឺយើងត្រូវតែចាំមើលវាធំលុះលាស់ធំហើយយើងនឹងប្រមូលផលបន្លែនៅក្នុងសួនរបស់មេទីគាត់ដាំនេះគឺមានជីវងក៏ដូចជាស្ពៃខ្ទឹមបាទនឹងបន្លែគ្រប់សពទាំងអស់នេះដែលយើងបានដាំនេះដោយយើងអត់មានប្រើជាតិគីមីឬក៏ថ្នាំបាញ់ដង្កូវសម្រាប់សត្វល្អិតអញ្ចឹងបញ្ហាដែលសត្វល្អិតដង្កូវគឺវាមានច្រើនចង់ឲ្យមានបន្លែគឺបច្ចេកទេសរបស់មេទីគាត់អត់ប្រើថ្នាំទេអញ្ចឹងគាត់ប្រើបដូរមកវិញគាត់អាចបាញ់ទឹកស្ដៅឬក៏ទឹកម្ទេសបាទបើសិនយើងមានពេលវេលាច្រើនយើងអាចអង្គុយចាប់ឬក៏យើងយកស្បៃយើងយកមុងដើម្បីយើងមកគ្របជៀសវាងការដែលសត្វល្អិតវាមកស៊ីដំណាំរបស់យើងអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំនឹងនាំបងប្អូនមកទស្សនាកំសាន្តពីបន្លែដែលយើងទទួលបានផលនេះគឺជាចលុងដើមចលុងរបស់យើងអត់ទាន់មានដាក់រឹងឈើដើម្បីវាឡើងទៅលើទេប៉ុន្តែយើងដាក់វានឹងដៃពូដោយសារតែយើងកាត់វារាល់ថ្ងៃយកមកផ្ទះបាយធ្វើជាម្ហូបអាហារក្រៅពីនោះមានបន្លែស្ពៃនេះគឺជាដើមអ្វីមួយគឺបាទបើសិនដូចជាខ្ញុំមើលទៅវាស្តៀងដូចជាឆៃថាវប៉ុន្តែអត់ដឹងច្បាស់ដែរបងប្អូនអាចដឹងថាបន្លែនេះជាបន្លែអីអាចcomment នៅខាងក្រោមប្រាប់ឲ្យខ្ញុំបានដឹងផងបាទដឹងហើយបងប្អូនជួយ subscribe channel របស់កែវមនីខ្ញុំមួយផងបាទដើម្បីខ្ញុំមានកម្លាំងចិត្តដើម្បីខ្ញុំធ្វើវីដេអូតទៅមុខទៀតអាចចូលជា subscribe ក៏បានចូល comment ក៏បាន like ក៏បានបាទឥឡូវបងប្អូនទស្សនាទាំងអស់គ្នាដែលបន្លែដែលទទួលបានផលយើងអាចប្រមូលផលយកមកពិសាបានសូមរីករាយមើលតាមទស្សនាវីដេអូនេះដូចតទៅបាទ